ឆ្ងល់នៅបាលីអាចមានទង់ជាតិខ្មែរណាថ្ងៃនេះខ្ញុំនឹងស្វែងរកទង់ជាតិកម្ពុជានៅបាលីតែមុននឹងស្វែងរកខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលទេសភាពសមុទ្រនៅបាលីសិនឥឡូវយើងមកមើលទេសភាពសមុទ្រដល់នេះបាលីអ្នកទាំងអស់គ្នាបាលីសមុទ្រវ៉ាខ្ញុំឆ្ងល់ទឹកសមុទ្រឡើងខៀវតិចគេដាក់ខ្លោគេដាក់ខ្លោក្នុងហ្នឹងក៏មិនចាប់អារម្មណ៍នោះមានរូបអីគេមួយនោះដូចចៅពួកគេកងអញ្ចឹងក្រោយពីមើលទេសភាពរួចខ្ញុំក៏ចាប់ដើមដើររកទង់ជាតិហើយក៏បានឃើញជាមួយនឹងក្តារមួយដែលគេបិទ sticker នៅពេញហ្នឹងស្គីតែមានទង់ជាតិខ្មែរលើហ្នឹងអត់មានហើយមិនចាំយូរខ្ញុំក៏បានដើររកបន្តទៀតហើយក៏បានឃើញកន្លែងមួយមានមនុស្សជុំតាមពិតគេឈរថតទស្សនវិជ្ជាមួយនេះសោះដល់មើលបងអង្គយូរខ្ញុំក៏បន្តបេសកកម្មស្វែងរកទង់ជាតិយើងបន្តទៀតខ្ញុំឃើញកន្លែងមួយគេដាក់តាំងស្អីគេនេះតិចមានទង់ជាតិខ្មែរនៅហ្នឹងតែពិតទៅកន្លែងហ្នឹងគេមានទង់ជាតិខ្មែរប៉ុន្តែខ្ញុំបានចាប់អារម្មណ៍ទិញនៅរបស់មួយពេលខ្ញុំទៅប្រទេសណាមួយអញ្ចឹងខ្ញុំតែងតែ collect អានេះយកទៅដាក់មុខទូទឹកកករបស់ខ្ញុំនិយាយទៅមុខទូទឹកកករបស់ខ្ញុំគឺសុទ្ធតែអានេះមានកាលទៅចិនទៅម៉ាឡេឥឡូវមកឥណ្ឌូទៅđâyមកប្រទេសតែមានមួយតែលេងសើចអ្នកទាំងអស់គ្នាបេសកកម្មរោទង់ជាតិរបស់យើងមិនមែនស្រួលណាទង់ជាតិឥណ្ឌូនេស៊ីខ្លះគេអត់ស្គាល់ទាំងកម្ពុជាអញ្ចឹងហ្នឹងពេលហ្នឹងគឺខ្ញុំចាប់ដើមអស់សង្ឃឹមហើយប៉ុន្តែខ្ញុំនឹកឃើញមធ្យោបាយមួយគឺសួរពូធូហ្គាយ Do you know Cambodia Yeah. You know Cambodia I know from yeah. Wow No, I never been there. I know Cambodia from the book. ពេលហ្នឹងខ្ញុំសួរនាំគាត់ទៅគាត់ថានៅលើកោះហ្នឹងអត់មានទេប៉ុន្តែបើនៅទីក្រុងនឹងមានចូលទៅសួរគាត់ហើយកុំឲ្យខាតខ្ញុំក៏បង្រៀនពាក្យខ្មែរទៅកាន់គាត់មួយ Listen and repeat after me okay Yeah. Lee Hei Smart Lee Hesma. Yeah good What's the mean? Lee Hei Smart it mean I am a handsome guy Your name Good Smart Gusma. Yeah we are in the same team Thank you. ហើយខ្ញុំអត់តន់អស់ចិត្តទេខ្ញុំក៏បន្តទៅរកនៅមកកន្លែងទៀតហើយពេលដែលខ្ញុំទៅដល់គឺអត់មានមែនហើយពេលហ្នឹងខ្ញុំឈប់ខ្វល់ហើយក៏សម្រេចចិត្តធ្វើរឿងប្លែកមួយបណ្ដោយភ្លក់ទឹកសមុទ្រនៅបាលីនៅខាងមុខខ្ញុំនេះគឺជាទឹកសមុទ្រនៅបាលីណាអ្នកនាងឥឡូវខ្ញុំមកដាក់ក្បង់តិចប្រៃដល់នៅខ្មែរដែរចាប់អារម្មណ៍ពួកខ្ញុំទិញមកអត់ចាប់អារម្មណ៍មានបោជូនប្រយហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាផងដែរថាមុននឹងខ្ញុំមកដល់លេខនេះគឺខ្ញុំបានលាបជាមួយនឹងលេខការពារកម្ដៅថ្ងៃរបស់ Gatsby លេខការពារកម្ដៅថ្ងៃ Gatsby មាន FPS 50+ និង PA+4 ដែលមានប្រសិទ្ធភាពខ្ពស់រហូតដល់50 ដងក្នុងការការពារស្បែកពីកម្ដៅថ្ងៃដូចខ្ញុំដើរលេងត្រូវកម្ដៅថ្ងៃនេះគឺការពារបានល្អមែនទែនដែលជួយការពារលើពីលេខការពារកម្ដៅថ្ងៃធម្មតាសំខាន់មិនស្អិតមិនកកលើមុខដែលផ្ដល់សំណើមដល់ស្បែកនិងឆាប់ចូលស្បែកបានល្អលេខការពារកម្ដៅថ្ងៃ Gatsby គឺដូចអង្គរៈការពារស្បែកពីកម្ដៅថ្ងៃអញ្ចឹងហើយដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹង Gatsby គឺផលិតនៅប្រទេសឥណ្ឌូនេស៊ីនិងទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុនជប៉ុនផងដែរដូចខ្ញុំបានទៅឥណ្ឌូនេស៊ីថ្មីៗនេះអញ្ចឹងគឺខ្ញុំបានឃើញផលិតផលរបស់ Gatsby លក់នៅក្នុងម៉ាតគឺថាមានលក់នៅឥណ្ឌូនេស៊ីពិតប្រាកដមែនដែលអ្នកទាំងអស់គ្នាអាចជឿទុកចិត្តបាន100%